ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះក៏នាងខ្ញុំបានសម្លស្ងោរស្អំលាយជាមួយនឹងផ្ទៃហើយនឹងផ្សិតចំបើងហើយបើសាច់វិញនាងខ្ញុំដាក់សាច់ជ្រូកចិញ្ច្រាំហើយនឹងប្រហិតត្រីស្លាតមួយឆ្នាំងនេះបងប្អូនទាំងបន្លែទាំងសាច់ណាគឺមួយឆ្នាំងណែនបឹបតែម្ដងហើយពីព្រោះអីគឺស្លស្ងោរបែបនេះញ៉ាំច្រើនញ៉ាំបាយតែបន្តិចទេតែបើតថាសម្លស្ងោរចាបែបស្ងោរបែបនេះប៉ុន្តែបានបន្លែដុះតាមលបងគឺមានជាបន្តែនចាឥឡូវនេះក៏សូមបងប្អូនតាមដានពីរបៀបស្ងោរប្រហិតត្រីស្លាតជាមួយនឹងស្អំជាមួយនឹងនាងខ្ញុំទាំងអស់គ្នាបើនិយាយពីរបៀបស្ងោរក៏អត់ខុសពីបងប្អូនដែរគ្រាន់តែថាថ្ងៃនេះគឺចង់បង្ហាញមុខសម្លស្ងោរចាហើយចំពោះគ្រឿងផ្សំនោះក៏មានជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយនឹងប្រហិតត្រីស្លាតហើយចំពោះបន្លែមានបន្លែស្អំបន្លែផ្ទៃហើយនឹងផ្សិតចំបើងឥឡូវនេះក៏នាងខ្ញុំបានដាក់ដាំទឹកបន្ទាប់ពីទឹកពុះហើយក៏ចាក់ជាមួយនឹងបន្លែការ៉ុតជាហឺហ៊ីប៊ីចូលទៅរំងាស់បន្ទាប់មកទៀតនោះក៏សូនជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយចំពោះសាច់ចិញ្ច្រាំនេះនៅក្នុងសាច់ក៏នាងខ្ញុំមានបន្ថែមជាមួយនឹងគ្រឿងផ្សំរសជាតិមានដូចជាម្សៅស៊ុបប៊ីចេងម្រេចម៉ដ្ឋទឹកស្អៀវដាក់គ្រឿងផ្សំចូលទៅចិញ្ច្រាំចូលគ្នាបានម៉ត់ទៅយកមកសូនបង់ចាហើយចំពោះប្រហិតត្រីក៏សូនដូចគ្នាដែរបងប្អូនចង់បានទំហំធំឬតូចគឺទៅតាមចំណង់ចំណូលចិត្តប៉ុន្តែសាច់ប្រហិតត្រីរបស់នាងខ្ញុំវារាងធំតិចហើយអូខេចាឥឡូវនេះទឹកសម្លបន្ទាប់ពីនាងខ្ញុំបង់សាច់បង់អីរួចរាល់ហើយក៏បន្ថែមគ្រឿងផ្សំរសជាតិមានដូចជាម្សៅស៊ុបប៊ីចេងអំបិលហើយនិងទឹកត្រីនិយាយទៅចំពោះរបៀបស្ងោរនេះក៏មិនខុសពីបងប្អូនដែរចាអត់ខុសទេគ្រាន់តែថាថ្ងៃនេះគឺបង្ហាញសម្លស្ងោរទៅកាន់បងប្អូនទាំងអស់គ្នាឥឡូវនេះបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរួចរាល់ហើយក៏ដាក់ជាមួយនឹងបន្លែហើយចំពោះបន្លែបងប្អូនគឺសុទ្ធតែសកត់ណាអូខេចានិយាយទៅចំពោះស្លស្ងោរស្លនិយាយទៅប្រភេទកកូរប្រភេទម្ជូរវិញនេះគឺសុទ្ធសឹងតែស្លឲ្យច្រើនឯងបងប្អូនស្លឲ្យច្រើនទៅញ៉ាំជំនួសបាយពីព្រោះអីកាលពីក្មេងៗមនុស្សចាស់បោកឲ្យញ៉ាំបន្លែកាលណាដែលញ៉ាំបន្លែទៅគឺសាច់ស្អាតហើយឆ្លាតហ៊ានបកកែទៀតអូខេចាឥឡូវនេះសម្លស្ងោររបស់នាងខ្ញុំក៏បានឆ្អិនហើយជាចុងក្រោយក៏បន្ថែមជាមួយនឹងស្លឹកខ្ទឹមជីវ៉ាន់ស៊ុយហើយនឹងខ្ទឹមបំពងតែប៉ុណ្ណេះបងប្អូនហត់លបើកឆ្នាំងលបើកចានទៀតហើយចំពោះសម្លស្ងោរបែបនេះជាចំណង់ចំណូលចិត្តញ៉ាំរបស់បងប្អូនណាខ្លះបើសិនជានាងខ្ញុំគឺសូមលើកដៃមុនគេតែម្ដងចាគឺនាងខ្ញុំចូលចិត្តញ៉ាំប្រភេទបន្លែច្រើនបែបនេះតែម្ដងចាឥឡូវនេះក៏រៀបចំដួសដាក់ចានបន្ទាប់ពីរៀបចំដួសដាក់ចានហើយក៏នៅតែបន្ថែមជាមួយនឹងខ្ទឹមបំពងហើយនឹងជីពីលើទៀតនិយាយទៅចំពោះជីដល់ខ្ទឹមនេះបងប្អូនគឺអត់ដែរចោលតែម្ដងគឺចូលចិត្តឈ្ងុយខ្លាំងមែនតើឥឡូវនេះសម្លក៏បានដួសរៀបចំរួចរាល់ហើយវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ផងដែរនាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនមកជាបងប្អូនពេញចិត្តក្នុងការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយ like follow ហើយនិង share ចែករំលែកដើម្បីទទួលបាននូវវីដេអូថ្មីៗរបស់នាងខ្ញុំជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អអរគុណច្រើនជម្រាបលាបាយបាយ